សាច់ផាត់ជាលើកទី3ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសមកជួបគ្នាទៀតហើយជាមួយខ្ញុំហៅម៉ារីគឹមរស់នៅប្រទេសម៉ាឡេស៊ីថ្ងៃនេះមកធ្វើសាច់ផាត់ជាលើកទី3ទៀតហើយបងប្អូនលើកទី2ឲ្យបានថតទេព្រោះកុំឲ្យបងប្អូនទៅឃើញធ្វើតាមពិតកូនខ្ញុំគាត់ជួយចិត្តដល់ចឹងហើយក៏ខ្ញុំធ្វើរៀងញឹកចឹងទៅបើអស់គាត់ទាខ្ញុំធ្វើហើយនេះខ្ញុំមកមើលក្បួនខ្ញុំធ្វើបងប្អូនខ្ញុំបានថតអីក្បាស់ក្បាយទេព្រោះពិបាកកាន់ទូរស័ព្ទចឹងខ្ញុំដាក់ស្ករត្នោត4ស្ព្រាបាយបងប្អូនហើយនឹងអំបិលមួយស្ព្រាកាខ្វេទឹកត្រីមួយស្ព្រាបាយហើយនឹងម្សៅស៊ុបមាន់ខ្ញុំដាក់មួយចុងស្ព្រាកាខ្វេបងប្អូនបងប្អូនចង់ដាក់ប៊ីចេងក៏បានឬក៏ដាក់អីក៏បានរ៉ូឌីក៏បានតែខ្ញុំអត់មានអញ្ចឹងខ្ញុំប្រើម្សៅស៊ុបមាន់ខ្ញុំដាក់បន្តិចអញ្ចឹងទៅហើយសាច់ទ្រូងមាន់ចំនួន1បងប្អូនតែខ្ញុំអត់បានកាត់តូចទេហើយយើងកន្លោយស្ករនឹងឲ្យឈ្ងុយសិនមកក្រហមល្អសិនមកចាំយើងដាក់ទឹកចូលមកហើយយើងក៏ដាក់សាច់មាន់យើងចូលបងប្អូនហើយក៏បង្ងាស់បដ ாய் ទៅសម្រាប់សាច់មាន់នេះគឺខ្ញុំអត់បានថ្លឹងទេបងប្អូនតែផ្នែកទ្រូងមាន់មួយបងប្អូនទាំងមូលមួយទ្រូងសាច់ទ្រូងណាហើយនេះខ្ញុំដាក់ទាំងមូលថ្ងៃហ្នឹងខ្ញុំអត់បានកាត់ដុំទេហើយនេះយើងស្ងោរវាបង្ងាស់វាផុយមកយើងក៏យកវែកយើងមកញិចអញ្ចឹងក៏បែកឲ្យបងប្អូនព្រោះសាច់ទ្រូងមាន់ហ្នឹងងាយស្រួលមែនតើបងប្អូនហើយយើងមិនបាច់ចាំហត់បុកហត់អីទេធ្វើរបៀបនេះគឺងាយមែនតើហើយបើបងប្អូនចង់ថាបានរសជាតិរបៀបណាបងប្អូនអាចភ្លក់បាននេះដូចដល់វគ្គនេះហើយអញ្ចឹងណាដល់វគ្គចិត្តដាច់ទឹកចិត្តរីងទឹកឲ្យបងប្អូនភ្លក់មើលទៅថាល្មមនៅស្ទើអីអញ្ចឹងបងប្អូនអាចថែមថយតាមនឹងបានទៀតគ្រឿងក្រៅតែសម្រាប់ខ្ញុំបានអត់បានថ្លឹងសាច់អត់បានថ្លឹងអីទេអញ្ចឹងទៅខ្ញុំស្មានទេបងប្អូនហើយខ្ញុំដាក់ប៉ុណ្្នឹងគឺល្មមអញ្ចឹងណាហើយនេះបងប្អូនយើងបង្ងាស់វារហូតដល់ទៅវាដាច់ទឹកហើយថាសាច់យើងឆ្អិនល្អផុយល្អចឹងទៅហើយក៏ដាច់ទឹកហើយក៏យើងចាប់ផ្ដើមលេងរហូតដល់សាច់យើងស្រួយទៅហើយនេះចាប់ផ្ដើមដាច់ទឹកតែខ្ញុំលេងខ្ទះតូចហ្នឹងវាដូចចង់ជាប់ខ្ទះហើយវាពិបាកលេងសាច់ខ្ញុំច្រើនបងប្អូនកន្លះខ្ទះហើយហ្នឹងខ្ទះតូចហ្នឹងដាក់មកកន្លះខ្ទះពិបាកជោគមែនតែនហើយខ្ញុំក៏បដូរខ្ទះដាក់ខ្ទះធំវិញអញ្ចឹងណាហើយសម្រាប់ការលេងនេះបងប្អូនពេលដែលលេងវាដាច់ទឹកហើយនេះគឺបងប្អូនកុំដាក់ភ្លើងខ្លាំងដាក់ភ្លើងតិចបានហើយបងប្អូនហើយយើងអាសាជោគវាដល់បាតកុំទុកឲ្យវាក្រាប់បាតវាអាចធ្វើឲ្យខ្លោចឈាមសាច់យើងអញ្ចឹងណាហើយយើងជោគឲ្យដល់បាតទៅបងប្អូនខ្ទះយើងជោគឲ្យស្អាតទៅណាហើយយើងលេងមកសន្ទុះអញ្ចឹងទៅវាស្រួយបងប្អូនឡើងស្រួយឡើងផុសហើយសាច់យើងផុសល្អមែនតើស្រួយស្ងួតទឹកទៅនេះចាប់ដើមស្ងួតទឹកហើយអញ្ចឹងលេងចុះលេងឡើងលេងរហូតដល់ស្រួយទៅលេងដល់រហូតដល់ស្ងួតទឹកជាការស្រេចហើយនេះក៏ជាការស្រេចឲ្យបងប្អូនខ្ញុំដួសដាក់ចានមួយចានធំបងប្អូនអើយសាច់ទ្រូងមាន់មួយទេតែធ្វើច្រាក់បានច្រើនមែនតើកាលមុនខ្ញុំធ្វើតែមួយចាហៀងទេសាច់ផ្នែកទ្រូងមាន់ណាខ្ញុំសាបើលើកនេះគឺខ្ញុំធ្វើមួយកាលវគ្គ2ខ្ញុំធ្វើអត់ដល់មួយបងប្អូនដែរមួយកណាត់អីចឹងប្តីឲ្យប្តីទិញដល់ពេលប្តីឲ្យគេកាត់ឲ្យអត់ដឹងថាចំនួនអញ្ចឹងហើយនេះបងប្អូនជាការស្រេចកូនខ្ញុំគាត់ជួយចិត្តញ៉ាំមួយបាយញ៉ាំមួយបបរញ៉ាំលេងអីចឹងទៅហើយបានមកប្រអប់ធំនេះបងប្អូនអរគុណច្រើនបងប្អូនបាយជម្រាបលាជួបគ្នាវីដេអូក្រោយ